រឿងកំឡោះអាចគោរថយន្តមួយបើកពីទិសដៅមួយមកកាន់ផ្ទះមួយដែលផ្ទះនេះជាផ្ទះដែលដើរប្រមូលទិញអាចគោពីអ្នកក្នុងភូមិគ្រាន់សម្រាប់អ្នកភូមិខ្លះបានប្រាក់កម្រៃសម្រាប់ផ្គត់ផ្គង់ចំណីអាហារផងដែរនារីជាម្ចាស់រថយន្តចេញពីក្នុងរថយន្តមកដៃរកពីឆ្មាំងឆ្មៃអេលោកតណែឬអត់នឹងអ្នកដែលជាម្ចាស់ចាប់ផ្ដើមឆ្ងល់សួរនរណាគេខ្ញុំសួរអ្នកដែលកំពុងតែឆ្លងឆ្លើយជាមួយខ្ញុំមនុស្សនៅតែពីរនេះខ្ញុំមិនអាចឆ្លងឆ្លើយជាមួយនឹងអមនុស្សបានឡើយសួរខ្ញុំប៉ុន្តែមិនក៏មានរឹកឆ្មាំងឆ្មៃអីយ៉ាងនេះកញ្ញាអញ្ជើញមកពីខាងណាដែរខ្ញុំមកពីផ្ទះរបស់ខ្ញុំតើមានបញ្ហាអីណែសួរថាតណៃឬអត់ឆ្លើយជាមួយសំណួររបស់ខ្ញុំមកមិនបាច់ឲ្យខ្ញុំឆ្លើយវិញនោះទេអត់ទំនេរទេគ្មានពេលវេលាឲ្យមនុស្សដែលឆ្មាំងឆ្មៃមិនចេះនិយាយស្ដីគួរសមអញ្ចឹងទេបើចង់ហៅនរណាម្នាក់ចូលប្អូនរៀននិយាយជាមួយគេឲ្យសមរម្យបន្តិចទៅបានទេមើលទៅប្អូនអាយុនៅតិចជាងខ្ញុំទេគួរណាតែប្រើសម្ដីឲ្យសមរម្យខ្លះផងទើបគេចង់រាក់ទាក់ជាមួយកុំបានទៅរូបរាងស្អាតបានមិនចេះគួរសមរាក់ទាក់អ្នកអាយុដែលបងយើងឲ្យសោះវាមិនបានជួយឲ្យប្អូនមើលទៅលុយទេតែវាធ្វើឲ្យប្អូនមើលទៅកាន់តែអន់ថយគ្មានសុជីវធម៌កម្រិតសិក្សាអប់រំប្អូននៅមានព្រំដែនបើមិនសូវចេះខាងសុជីវធម៌ប្អូនអាចទៅសិក្សាឆ្វេងយល់បន្តទៀតបានតាប៉ាថោអើយខ្ញុំមកសួរតែបន្តិចទេខ្សែវែងឡាយតែម្ដងហើយណោះបងប្រុសជាសាច់ញាតិជាមួយនឹងត្រីមាត់វែងមែនទេត្រីមាត់វិញស្អីអូនឯងបងជាមនុស្សធម្មតាទេចង់ថាបងនេះមាត់ដូចជាត្រីកភ្លៀងមែនទេចាប៉ាត់មែនហើយចុះប្អូនឯងមករកបងនេះតើមានការអីដែរផ្ទះម៉ែពុកខ្ញុំមានអាចគោបងទៅមើលផងទៅមើលអត់ចំណាំខ្ញុំទេឬមកក៏ខ្ញុំស្អាតពេកបងឯងលែងចាំខ្ញុំហើយអូនឯងជានរណាគេបងអត់ចាំទេមនុស្សមិនសូវសំខាន់បងភ្លេចមែនតាបងចាំតែនរណាដែលសំខាន់សម្រាប់បងនោះទេខ្ញុំដឹងហើយថាខ្ញុំមិនសំខាន់មិនអីទេនេះវាហួសពីការយល់ហើយសុំលាទៅផ្ទះវិញហើយណែកុំភ្លេចទៅផ្ទះខ្ញុំផងយល់ដែរទេបានចាំបន្តិចទៀតចាំបងទៅសុំពេលបង្ហាយការងាររបស់បងសិនណាអូនឯងទៅមុនចុះចាខ្ញុំលាសិនហើយនិយាយចប់ហើយនាងក៏បានចាក់ចេញទៅនាងជានរណាទៅហេតុអីបានជាខ្ញុំមិនដែលប្រហែលនាងដូច្នេះហើយជាកូនចៅនរណាមកប្រាប់ឲ្យទៅយកអាចគោមប្រាប់ឈ្មោះម៉ែឪផងនរណាទៅរកឃើញរ៉ារងមកដល់ផ្ទះវិញដោយឪពុកម្ដាយរបស់នាងបានហៅមកសំណេះសំណាលកូនស្រីតែមួយមីអូនណាមកសំណេះសំណាលជាមួយពុកសិនមកកូនកុំគិតទៅចង់សំងំនៅក្នុងបន្ទប់ពេកកូនឯងគួរណាទៅជាមួយពុកម៉ែជម្រាបសួរចាស់ទុំដែលនៅក្នុងភូមិនេះកុំឲ្យគេនិយាយថាកូននេះឆ្មាំងឆ្មៃមកដល់ស្រុកហើយមិនចេះជម្រាបសួរអ្នកណាសោះកូនឯងត្រូវចាំថាការដែលរាប់ញាតិវាប្រសើរជាងគ្មានញាតិគេចង់រាប់រោហើយត្រូវចាំសម្ដីពុកម៉ែទុកណាពេលឃើញចាស់ទុំមកផ្ទះត្រូវចេះជម្រាបសួរឲ្យបានត្រឹមត្រូវកុំឆ្មើងពេកយល់ដែរទេពុកម៉ែខ្ញុំមិនបានទៅឆ្មើងជាមួយអ្នកណាផងឲ្យតែគេមកលេងផ្ទះខ្ញុំចេញមកទទួលស្វាគមន៍គេហើយពុកម៉ែកុំចាប់ប្រកាន់កូនស្រីពេកអីពុកចង់ឲ្យកូនចេះរាប់រកអ្នកភូមិយើងទៅរៀននៅទីក្រុងកុំឲ្យគេថាយើងនេះឆ្មើងអីចាខ្ញុំស្ដាប់តាមសម្ដីពុកម៉ែជានិច្ចមិនជំទាស់ទេល្អណាស់កូនស្រីម្ដាយរឿងនេះគឺត្រូវប្រកាន់ភ្ជាប់ជានិច្ចពិសេសការនិយាយស្ដីរបស់កូនមិនត្រូវនិយាយអ្វីឲ្យលើសអាយុកូននោះទេចាម៉ែអញ្ចឹងចូលបន្ទប់បានហើយចានាងខ្ញុំទៅហើយនិយាយចប់ហើយកូនស្រីក៏បានចូលទៅក្នុងបន្ទប់របស់ខ្លួនមើលទៅកូនយើងមានសង្ឃឹមថាគេនឹងមករាប់ញាតិឬក៏អត់នឹងឪវាកូនយើងមិនបានខូចខលអីទេម៉ែវាកុំខ្វល់ច្រើនពេកកូនយើងមានអិរិយាបថល្អចេះបត់បែនតាមកលៈទេសៈហើយយើងជាឪពុកម្ដាយគ្រាន់តែណែនាំបន្តិចបន្តួចទៅបានហើយប៉ិតណាស់យើងជាឪពុកម្ដាយគឺផ្ដើមចេញពីយើងមុនគេក្នុងការព្រៀនបដៅពីអិរិយាបថកូនឲ្យទន់ឬក៏ឲ្យរឹងបាទ
នុផាជីកោជនយកអាចគោតាមផ្ទះនាពេលរសៀលនេះបន្ទាប់ពីពេលព្រឹកគេបានយកម្ដងរួចហើយគេជិះមកឈប់នៅមុខផ្ទះមួយដែលដាក់អាចគោទុកត្រៀមឲ្យគេត្រៀមទុកឲ្យល្មមតែម្ដងអរគុណហើយណាសម្រាប់ការទុកឲ្យខ្ញុំមិនលក់ឲ្យអ្នកដទៃខ្ញុំទុកឲ្យកំឡោះអាចគោដូចជាបងឯងហ្នឹងព្រោះឯងខ្ញុំចូលចិត្តបងឯងខ្ញុំមិនលក់ឲ្យអ្នកណាផ្សេងទៀតនោះទេបានបងអរគុណហើយដែលបានយល់ចិនចាំបងរាប់លុយឲ្យឥឡូវនេះតែម្ដងទុកសន្សំនៅបងឯងក៏បានដែរដើម្បីធ្វើជាថ្លៃបណ្ដាការតែម្ដងសម្រាប់ថ្ងៃពិសេសរបស់យើងទាំងពីរនិយាយលេងសើចច្រើនណាបងឲ្យ 20,000 រៀលយកទៅណាបងប្រញាប់ទៅតាមផ្ទះផ្សេងទៀតនិយាយលេងបន្លំមែនទេតាបងមិនគិតបែបនឹងខ្លះទេអីអត់ទេបងមិនហ៊ានគិតអីផ្ដេសផ្ដាស់ទេបងទៅមុខបន្តទៀតហើយនុផាលើកបៅដាក់លើគោយន្តរួចក៏បានបើកចាកចេញទៅអត់មានចិត្តឲ្យគ្នាទៅនិយាយដូចនេះចេញនុផាឈប់ងក់នៅមុខផ្ទះដែលមានឡានប្រហាក់ប្រហែលបើកទៅផ្ទះគេថ្ងៃមិញសង្ស័យតែជាផ្ទះកូននឹងហើយដែលទៅប្រាប់ខ្ញុំថ្ងៃមិញនាងជាកូនពូរ៉ាបមែនទេជារ៉ារ៉ុងមែនខ្ញុំមើលមិនស្គាល់សោះនាពេលនោះពូរ៉ាបក៏បានចេញពីក្នុងផ្ទះមកក្មួយអញមកទៀងពេលណាស់ពូមានអាចគោ2បាវដែរសម្រាប់ក្មួយបាទពូអរគុណច្រើនហើយដែលទុកឲ្យខ្ញុំឬចុះថ្ងៃមិញនោះជារ៉ារ៉ុងមែនទេពូដែលទៅរកខ្ញុំដល់ផ្ទះកូនស្រីតែមួយរបស់ពូគ្នាទៅមកពីក្រុងទំនេរពីរៀនក៏មកលេងភ្លេចគ្នាហើយមែនទេក្មួយភ្លេចភ្លាំងដែរហ្នឹងណាពូព្រោះកូនពូទៅយូរក្រាលដែរហើយមិនសូវជាមកលេងញឹកញាប់ប្រហែលទេពូមិនទៅថាអីទេបើក្មួយភ្លេចព្រោះកូនពូយូរវាមកអើតម្ដងគ្នារវល់រៀនពេកបាទខ្ញុំយល់តាពូបើអញ្ចឹងខ្ញុំលើកបាវអាចគោដាក់លើគោយន្តហើយណាលើកចុះក្មួយខណៈនោះរ៉ារឹងបានដើរចេញមកដោយមុខប្រឡាក់សុទ្ធតែខ្ជូងពេញមុខប្រែតស្អីមនុស្សសោះមកថាគេប្រែតចិត្តដល់រដូវកាលបន់ភ្ជុំហើយបានជាខ្ញុំគិតថាជាប្រែតរ៉ារ៉ុងមែនកូនពូនតើមានអ្នកណាទៀតកូនឯងធ្វើអីមិនបានជាមុខប្រឡាក់សិតតែខ្ជូងអញ្ចឹងកូនស្រីខ្ញុំប្រកាសភ្លើងជួយធ្វើម្ហូបម៉ែខ្ញុំតែវាប្រឡាក់ច្រើនអញ្ចឹងខ្ញុំក៏មិនដឹងដែរយ៉ាប់ហើយកូនឯងនេះបើមិនដឹងស្អីសោះអញ្ចឹងទៅលុបលាងមុខចេញទៅគេភ័យរត់ចោលស្រុកអស់ឥឡូវហើយកូនអត់ទេគួរឲ្យស្រឡាញ់តាហាមែនក៏អីបានជាការពិតចូលទៅដឹងមកអញ្ចឹងបាននិយាយថាគួរឲ្យស្រឡាញ់នោះកូនឯងទៅនិយាយអីបែបនេះកូនឪទៅប្រាប់ឲ្យគេមកទៅដឹងទៅកើតដែរខ្ញុំដឹងថារ៉ារ៉ុងនិយាយលេងតាពូខ្ញុំមិនប្រកាន់នាងទេពូអរគុណហើយដែលឯងយល់ណាពុកមិនចង់ឲ្យកូនឆាប់មានប្តីទេបើបងឯងចិត្តសឿងចូលទៅដឹងខ្ញុំមកបដាការមិនថ្លៃទេដូរជាមួយអាចគោមួយឡានកុងតឺន័រឬក៏អត់យកទៅលក់ឲ្យបងឯងវិញឲ្យប្រមាណដែរបងគិតសិនបងជាអ្នកទិញបងត្រូវតែចំណេញបន្តិចហើយខ្ញុំប្រកបមួយសំរុំទេគឺអាចទទួលយកបានឃើញបងជាអ្នកទិញអាចគោមែនតែបងមានលទ្ធភាពចូលទៅដឹងអូនរៀបការបានតាមិនបាច់បញ្ចុះតម្លៃឲ្យបងទេបងចូលតាមការបង្គាប់ពីអ្នកឯងកុំជជែកគ្នាពីរឿងនេះអីមីអូនរៀនមិនទាន់ចប់ផងហ្នឹងអ្នកណាឲ្យឆាប់យកប្តីនោះខ្ញុំលោលេងជាមួយគ្នាតាពូកុំឆាប់គិតច្រើនអីខ្ញុំទៅលើកអាចគោដាក់លើគោយន្តហើយណាពូល្មមដល់ពេលលើកហើយកុំគិតចង់ចែចង់កូនពូពេកបាទខ្ញុំយល់ហើយលោកពូនុផាលើកបាវដាក់លើគោយន្តរួចក៏បានទូទាត់ប្រាក់ឲ្យពូរៀបអរគុណច្រើនហើយពូមិនអីទេក្មួយមីអូនហើយគិតចង់ធ្វើអីហ្នឹងកូនអត់មានធ្វើអីទេប៉ោះខ្ញុំចង់នៅជជែកលេងជាមួយបងអ្នកទិញអាចកូនតាកុំយូរពេកយល់ទេពុកចូលផ្ទះវិញហើយចាពូរ៉ាបក៏បានចូលទៅផ្ទះបាត់ទៅអូនឯងអត់ប្រាប់បងសោះបងអត់ចាំមុខមែនតាមកពីខ្ញុំមិនសំខាន់តែពីបែបហ្នឹងបងឯងអត់ចាំក៏មិនមានអីខុសដែរបែកយូអូនឯងប្លែកបានជាបងមិនកត់សម្គាល់កុំម៉ៃមនុស្សត្រឹមតែប៉ុណ្ណឹងបានទេ
ចង់ឲ្យខ្ញុំនិយាយបែបណាបើបងឯងអញ្ចឹងមែននោះណែខ្ញុំចិត្តរៀនចប់ហើយបងឯងដែរចង់ទៅទីក្រុងដែរអត់ បងគ្មានផែនការទៅរស់នៅទីក្រុងទេបងនៅស្រុកយើងគឺមានសេចក្តីសុខខ្លាំងណាស់ទៅហើយបើយើងចេះរស់នៅទទួលយកភាពដែលស្កប់ស្កល់និងគ្រប់គ្រាន់ពីវាអូនឯងពេលរៀនចប់មកវិញមកចាំបងចាំ ខំរៀនណាបងឯងមិនគិតឲ្យខ្ញុំបញ្ចេញថ្មីដីពេលរៀនចប់សិនទេ បានបងចាំអូនមកវិញពេលណាក៏បានដែរគឺនៅលើចិត្តអូនឯងទេ ខ្ញុំទៅងត់ទឹកចេញសិនហើយ បងទៅវិញហើយអញ្ចឹង អ្នកទាំងពីរក៏បានបបាយគ្នាចាកចេញទៅនាពេលរាត្រីឈានចូលមកដល់នុផានិងឪពុកអង្គុយជជែកគ្នានៅនឹងមុខផ្ទះ និយាយថាកូនឯងចង់ធ្វើការតែមួយមុខនឹងទេអីកូនតំណាំកូនឯងក៏កាក់កបហើយដោយសារតែជីធម្មតាយើងនេះវាលូតលាស់ល្អខ្លាំងណាស់ផ្អាកទិញអាចគោមួយរយៈសិនតើកូនខ្ញុំទិញអាចគោនេះក៏ព្រោះតែចង់ឲ្យផ្ទះខ្លះមានចំណូលបានប្រាក់សម្រាប់ផ្គត់ផ្គង់ចំណីអាហារផងណាពងអ្នកខ្លះនៅក្នុងភូមិយើងចាស់ហើយពួកគាត់មិនអាចធ្វើអីបានទេពងបើខ្ញុំទិញអាចគោពីគាត់ទៅគាត់អាចនឹងមានចំណូលសម្រាប់ទិញអីហូបខ្លះព្រោះកូនចៅគាត់ចេញទៅធ្វើការរកស៊ីបាត់ចេញពីស្រុកយូរហើយមិនទាន់ឃើញត្រឡប់មកវិញទេចោលឪពុកម្ដាយដែលខំចិញ្ចឹមនេះឲ្យរស់នៅតាលខ្ញុំឃើញហើយអាណិតគាត់ណាស់ពិបាកណាស់កូនអើយយើងជាឪពុកម្ដាយចិញ្ចឹមកូន10នាក់ក៏រស់ដែរតែកូនវិញខ្លះណា4-5នាក់ចិញ្ចឹមតែឪពុកម្ដាយ2នាក់មិនបានផងកូនឯងត្រូវតែយល់ដឹងអំពីរឿងនេះឪពុកម្ដាយចិញ្ចឹមមកតម្រាំតែធំមិនងាយទេណាកូនបានខ្ញុំយល់ហើយពងយល់ហើយអនុវត្តផងទៅបាននាថ្ងៃបន្ទាប់នុផាជីកូយុនទិញអាចគោតាមផ្ទះនីមួយៗដោយសពមួយដងប៉ុន្តែថ្ងៃនេះគេមកប៉ះនឹងផ្ទះមួយដែលប្តីកំពុងតែទាមទាររកលុយពីប្រពន្ធឲ្យលុយដែលឯងមានមកខ្ញុំហើយវាត្រូវតែជារបស់ខ្ញុំឯងក៏មានគំនិតលាក់លុយពីខ្ញុំលុយខ្ញុំទុកទិញមកហូបទេហើយវាក៏បានមកដោយសារតែខ្ញុំអ្នករកដែរមិនមែនជាឯងទេឯងនេះមួយថ្ងៃគិតតែពីលបែងពីលាមានចេះគិតគូរពីក្រុមគ្រួសារដែរទេឯងកំពុងតែមាក់ងាយមកលើខ្ញុំហើយទាំងដែលខ្ញុំគឺជាប្តីរបស់ឯងមួយទាំងមូលបងឯងដឹងខ្លួនថាជាប្តីដែរហេតុអីក៏បងឯងមិនចេះជួយធ្វើការរកស៊ីគិតតែពីលបែងឥតប្រយោជន៍ទាំងនោះអញ្ចឹងខ្ញុំខំប្រឹងតែម្នាក់ឯងខ្ញុំហត់នឿយណាស់ឲ្យទៅលុយមកបានហើយរឿងផ្សេងខ្ញុំមិនខ្វល់ខ្វាយទេព្រោះវាមិនមែនជារឿងដែលខ្ញុំត្រូវគិតហេតុអីក៏ឯងគិតស្អីអគតិអញ្ចឹងខ្ញុំមិនដឹងថារំលឹកឯងដោយវិធីណាទៀតទេខ្ញុំសុំមិនស្ដាប់អីទាំងអស់ឲ្យលុយមកខណៈនោះនុផាក៏ឈប់គោយុននៅនឹងមុខផ្ទះនោះតែម្ដងឯងមិនគិតជួយរកស៊ីហើយនៅធ្វើខ្លួនប៉ាវឡែទៀតមិនសមជាកូនប្រុសទេវាមិនមែនជារឿងឯងទេវាជារឿងក្នុងគ្រួសាររបស់ខ្ញុំមិនមែនជាមនុស្សនៅក្នុងគ្រួសារឯងទេតែរឿងបែបនេះឯងក៏មិនគួរនឹងធ្វើដែរក្នុងនាមជាប្តីគួរណាទៅជួយទុក្ខធរៈប្រពន្ធតែឯងបែរជាបន្ថែមទុក្ខឲ្យប្រពន្ធកាន់ទ្វេឡើងបើដូច្នេះដដែលមិនចាំបាច់យកប្រពន្ធទេហើយក៏មិនបាច់តាំងខ្លួនជាប្តីរបស់គេដែរទៅរសាត់អណ្ដែតកន្លែងណាដែលឆ្ងាយដែលមិននាំទុក្ខដល់ប្រពន្ធទៅវានឹងធ្វើឲ្យគេស្រួលផ្លូវចិត្តច្រើនជាងចេះដឹងរឿងគ្រួសារគេណាស់ឯងនេះថាចប់គេក៏បានដើរចាកចេញទៅបងមិនបាច់និយាយទេគាត់មិនស្ដាប់អ្នកណាឡើយគាត់ខ្វះលបែងលេងបានហើយគាត់មិនចេះធ្វើការរកស៊ីទេចាំតែទាមទារពីប្រពន្ធបើអញ្ចឹងគួរតែលេងលេះតែម្ដងទៅដើម្បីឲ្យស្រួលចិត្តគេមិនព្រមទេគេសុកចិត្តទុកឲ្យខ្ញុំនៅវេទនាបែបនេះដោយការមកទាមទារលុយកាក់រហូតពិបាកដែរបើអញ្ចឹងខ្ញុំគិតថាលាទៅវិញហើយចាអរគុណដែលបានចូលមកជួយមុននេះនុផាក៏បានចាក់ចេញទៅគេឈប់គោយុននៅមុខផ្ទះលោកតាចាស់ម្នាក់រួចក៏បានលីបាយដាក់លើគោយុនរួចហើយក៏បានជូនលុយទៅគាត់ខ្ញុំជូនលុយលោកតាសម្រាប់ហូបអីកូនចៅមកនៅក្បែរអញ្ចឹងវាពិតជាមិនងាយស្រួលទេវាមិនស្រួលដូចចៅនិយាយក៏ពិតមែនតែតាស៊ាំទៅហើយចៅអើយចំពោះរឿងនេះគ្មានកូនចៅណាដែលចង់មករាប់អានតាចាស់ម្នាក់នេះទេតាកុំគិតអញ្ចឹងអីធ្វើម៉េចបើនេះជារឿងរ៉ាវនៅក្នុងលោក
បើអញ្ចឹងខ្ញុំលាសិនហើយបាន សុខសប្បាយណាស់ចៅ នុផាចាក់ចេញទៅពេលដែលត្រឡប់មកដល់ផ្ទះវិញក៏បានឃើញរារងនៅជជែកជាមួយឪពុករបស់គេ ពងរ៉ារងជជែកពីរឿងអីដែរ ជារឿងទូទៅហ្នឹងណាកូនកូនឯងទៅងូតទឹកសិនទៅហើយចាំមកជជែកជាមួយក្មួយរ៉ារងនិយាយគ្នាជាមួយពុកត្រូវគ្នាខ្លាំងណាស់ បានពង នុផាក៏បានចាក់ចេញទៅរកទឹកពីងងូតផងច្រៀងផងចំណែកឯរារងឃើញហើយក៏បានមកពញាក់ពីក្រោយបងនៅ ខ្វះពេលមកបញ្ញាក់មិនមែនរបូតកម្មាបានគិតមិនទទួលខុសត្រូវឬក៏អត់ បងឯងពូកែគិតទុកមុនណាខ្ញុំមិនតាន់បានធ្វើអីច្រើនផង បងគិតក៏ព្រោះតែអូនឯងមកលេងដូចនេះជាមួយបងបើមិនឲ្យបងគិតអញ្ចឹងវាដូចជាមិនសមទេហើយមកមើលបងងូតទឹកនឹងចំណេញអីខ្លះ សុំតើខ្ញុំច្រឡំទេសុំលាទៅវិញហើយណា ជួបគ្នាយប់នេះចាំបងទៅរក ចានិយាយចប់ហើយនាងក៏បានចាក់ចេញទៅលុះពេលជប់ឡើងនុផានិងរារងអង្គុយនៅពីមុខភ្នក់ភ្លើង អូនឯងចិត្តទៅក្រុងវិញហើយត្រូវអត់ ចាចិត្តទៅវិញហើយ លឿនដែរតាប្រហែលថ្ងៃទៀត មួយខែទៀត មួយខែទៀតឯនោះនៅបានយូរក្រាលដែរតាអូនឯងចង់ឲ្យបងតដឹងទុកឲ្យហើយឬក៏អត់ ស្របពេលជាមួយគ្នានោះរក្សាក៏មកតន់ល្មមតើដឹងស្អីបងឯងមិនក៏និយាយអញ្ចឹងចុះខ្ញុំវិញ ពាក់ព័ន្ធអីជាមួយអូនឯងដែរបងតដឹងរ៉ារងតា ខ្ញុំនៅជាមួយបងឯងយូរហើយអត់មើលឃើញទេទៅមើលឃើញគេដែលទៅតែមកវិញនោះ ពាក់ព័ន្ធអីជាមួយអូនឯងដែរបងតដឹងរ៉ារងតាបងនឹងចាំគេរាល់ថ្ងៃដើម្បីឲ្យគេត្រឡប់មកវិញយើងគ្រាន់តែជាមិត្តភក្តិធម្មតាទេកុំគិតលើសពីនឹងបានទេ មនុស្សអាក្រក់ហើយថាហើយនាងក៏បានចាក់ចេញទៅគេខឹងមែនហើយ មិនមែនជារឿងយើងទេគេគឺគេបងចាំអូនឯងមកយូរហើយប្រុងមិនឲ្យបងតដឹងអូនឯងទុកយ៉ាងម៉េចអង្កើតយើងតាក់ទងគ្នាទៅណោះ ចាខ្ញុំមិនចំទាស់ទេ ស្អែកនេះពុកនឹងយកផ្លែឈើមកតដឹងដល់មេបាហើយ ចាំទទួលជានិច្ចនុផាបានឲ្យចាស់ទុំស្ដីដណ្ដឹងរារងតាមប្រពៃណីហើយអ្នកទាំងពីរក៏បានភ្ជាប់ពាក្យជាមួយគ្នាច្រើនឆ្នាំខណៈដែលនុផារងចាំតតែនាងរៀនចប់ដើម្បីបំពេញក្តីស្រមៃរបស់នាងទើបពួកគេសម្រេចចិត្តចូលរោងការ